ហើយសួស្តីទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតជាមួយវីដេអូទី2នៅក្នុង Channel YouTube ខ្ញុំនេះហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យខ្ញុំទំនេរកែបន្ទុកសាសនាសាស្ត្រហ្នឹងហើយថ្ងៃនេះខ្ញុំនឹងពំនាំនៅចំណេះដឹងថ្មីមួយទៀតសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងតោះកុំឲ្យខាត់ពេលយើងនឹងទៅទាំងអស់គ្នាថាតើចំណេះដឹងនោះគឺជាអ្វីតោះ Let's go ទៅទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងស្វែងយល់អំពីទិសដៅអក្សរសិល្ប៍ហើយដល់មុននឹងចាប់ដើមនិយាយអំពីទិសដៅអក្សរសិល្ប៍គឺអ្នកទាំងអស់គ្នាត្រូវស្គាល់ថាតើអ្វីទៅគឺជាអក្សរសិល្ប៍អញ្ចឹងបើអក្សរសិល្ប៍វាកាត់ចេញជាពាក្យពីចំនួន2គឺទី1អក្សរទី2សិល្ប៍អញ្ចឹងអក្សរបើតាមនិយមន័យគឺមានន័យថាគឺជាគំនូសឬក៏សញ្ញាសម្រាប់កត់ត្រានៅភាសានានារបស់មនុស្សចំណែកឯសិល្ប៍សស្រៈអេនិងលជាងបតនធាតុនេះគឺមកពីពាក្យថាសិល្បៈអញ្ចឹងបើតាមន័យដើមរបស់វាអក្សរសិល្ប៍គឺមានន័យថាគឺជាគំនូសសញ្ញាដែលប្រកបដោយសិល្បៈណាជាគំនូសសញ្ញាដែលប្រកបដោយសិល្បៈដែលធ្វើឲ្យមានការតាក់ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់នេះគឺជាន័យដើមរបស់វាចំណែកឯន័យបច្ចេកទេសវិញគឺអក្សរសិល្ប៍គឺសំដៅទៅលើអត្ថបទរឿងដែលជាពាក្យកាព្យឬក៏ជាពាក្យរាយដែលអ្នកនិពន្ធតាក់តែងឡើងដោយបញ្ចូលនៅសិល្បវិធីតែងនិពន្ធទាំងឡាយក្នុងគោលបំណងទាក់ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់ឲ្យជក់ចិត្តចង់ទស្សនាចង់តាមដាននេះគឺជានិយមន័យរបស់អក្សរសិល្ប៍អូខេរងចាំទស្សនាតាមដានវីដេអូបន្តទៀតណាហ្នឹងហើយអូខេបាយបាយជម្រាបលាទាំងអស់គ្នា